สุดใส่บาทบางปอนต่างគ្នាថ្ងៃនេះខ្ញុំមកពិសោធន៍ថ្មដែលខ្ញុំត្រូវការទទួលទិញដើម្បីឲ្យបងប្អូនបានដឹងបាទនេះបាទគឺយកដែក12លីពីដើមមកហើយក៏ដាក់ដីស្រូបបាទបងប្អូនមើលគឺវាស្រូបពិតៗបាទដែកនេះបាទហើយបងប្អូនគ្រាន់តែយកមួយដើមទៅដាក់នៅលើថ្មបាទនេះបងប្អូនគ្រាន់តែពិសោធន៍ទុក15នាទីទៅកន្លះម៉ោងបាទបងប្អូនគ្រាន់តែពិសោធន៍ដូចខ្ញុំបាទបើសិនជាបងប្អូនសង្ស័យថាបងប្អូនមានថ្មដូចដែលខ្ញុំបង្ហាញប្រាប់នេះហើយយកទៅពិសោធន៍វាមានលក្ខណៈបឺតយកជាតិដែកដូចដែលខ្ញុំបង្ហាញប្រាប់នោះខាងខ្ញុំគឺទទួលទិញពិតៗបាទសូមឲ្យបងប្អូនមាននឹងដៃបាទយើងអាចចរចាតម្លៃគ្នាសិនក៏បានបាទនេះគ្រាន់តែជាការពិសោធន៍ដើម្បីឲ្យបងប្អូនទៅពិសោធន៍តាមបាទគីឡូបងប្អូនបានជួបថ្មដូចដែលខ្ញុំបង្ហាញប្រាប់នេះបាទគឺខាងខ្ញុំទទួលទិញបាទបងប្អូនគ្រាន់តែដាក់មួយដើមយើងទៅបានកន្លះម៉ោងបងប្អូនយកមកកាច់មើលបាទបងប្អូនគ្រាន់តែយកដែកហ្នឹងមកកាច់មើលបើសិនជាដែកហ្នឹងវាមានលក្ខណៈផុយបាទផុយមនុស្សយើងអាចកាច់បានបែបនេះហើយគឺខាងខ្ញុំទទួលទិញបាទនេះបានគ្រប់ចំនួនបាទបងប្អូនយកដែកនេះមកកាច់លោមើលបាទនេះបងប្អូនមើលយើងសង្កត់ដៃយើងក៏បាក់ដែរបាទគឺវាស្រូបយកជាតិដែកតែម្ដងបាទគឺបែបនេះហើយខាងខ្ញុំត្រូវការទទួលទិញថ្មបាទប្រភេទបែបនេះបាទហើយមួយដើមទៀតបងប្អូនដែលយើងមិនតន់នេះបាទគឺយកដែកស្រូបមកស្រូបបាទគឺវាស្រូបពិតៗបាទនេះ